ប្រែពីស្ដេចមួយអង្គយ៉ាងខ្សោយទៅជាស្ដេចទី1ដែលមានកិត្តិនាមនិងកិត្យានុភាពក្នុងពិភពគ្រិស្តបរិស័ទហើយបើយើងពិនិត្យសកម្មភាពរបស់ទ្រង់យើងនឹងឃើញថាសកម្មភាពទាំងនោះមានភាពខ្ពង់ខ្ពស់ហើយខ្លះមានភាពខុសពីប្រក្រតីផងនៅពេលដំបូងនៃរជ្ជកាលរបស់ទ្រង់សម្ដេច Ferdinand វាយយក Gradana ហើយធ្វើដៃនេះលាតសន្ធឹងគ្រឹះសម្រាប់រដ្ឋរបស់ទ្រង់ដំបូងសម្ដេចនេះធ្វើការរបៀបជាមិនបង្ខំទេហើយមិនខ្លាចមានអ្នកណាចូលមកជ្រៀតជ្រែកផងទ្រង់ធ្វើឲ្យពួកមេដឹកនាំនៅ Castile នោះរវល់តែជាមួយសកម្មភាពរបស់ទ្រង់ម្ល៉េះហើយគេគិតតែពីចម្បាំងនេះហើយមិនបានគិតពីធ្វើការកែប្រែឲ្យបានចម្រើនសោះដូច្នេះហើយទ្រង់ប្រកបបាននៅកិត្តិនាមនិងអំណាចលើពួកនេះដោយពួកនេះមិនដឹងខ្លួនទាល់តែសោះដែលបានប្រាក់ពីព្រះវិហារនិងបណ្ដាជនសម្ដេច Ferdinand អាចកសាងកងទ័ពនិងធ្វើសង្គ្រាមបានយ៉ាងយូរដែលនាំមកនៅការចាក់គ្រឹះអំណាចយោធារបស់ទ្រង់ដោយសារអំណាចយោធានេះហើយដែលធ្វើឲ្យទ្រង់ទៅជាស្ដេចយ៉ាងល្បីល្បាញដូច្នេះម្យ៉ាងទៀតដើម្បីអនុវត្តផែនការឲ្យបានធំទូលាយជាងនេះដោយយកសាសនាមកធ្វើជាខែលជានិច្ចសម្ដេច Ferdinand ចាប់អនុវត្តអំពើសាសនាកាចសាហាវដោយដេញពួកមួចេញពីរាជាណាចក្រឲ្យអស់ហើយរឹបយកទ្រព្យសម្បត្តិពួកនេះផងបាទពួកមួគឺពួកអារ៉ាប់ពួកកាន់សាសនាអ៊ីស្លាមបាទគ្មានឧទាហរណ៍ណាឲ្យរងទុក្ខវេទនាឬឲ្យប្លែកជាងនេះបានទេសម្ដេច Ferdinand យាងទៅធ្វើសង្គ្រាមនៅអាហ្វ្រិកដោយយកលេសដដែលទ្រង់យាងទៅធ្វើសង្គ្រាមនៅអ៊ីតាលីហើយចុងក្រោយនេះយាងទៅធ្វើសង្គ្រាមវេបារាំងទៀតទ្រង់តែងតែគិតពីអនុវត្តផែនការធំៗដែលធ្វើឲ្យបណ្ដាជនទ្រង់មានក្តីមិនច្បាស់លាស់និងភ្ញាក់ផ្អើលរវល់តែចាំមើលលទ្ធផលនៃសកម្មភាពរបស់ទ្រង់ហើយសកម្មភាពនីមួយដូចជាហូរចេញពីសកម្មភាពមួយទៀតម្ល៉េះហើយបណ្ដាជនគ្មានពេលសម្រាប់គិតប្រឆាំងជាមួយទ្រង់បានទេជាការចំណេញល្អណាស់សម្រាប់សម្ដេចក្នុងការសម្ដែងឧទាហរណ៍ដ៏វិសេសវិសាលនៃកិត្យានុភាពរបស់ព្រះអង្គនៅក្នុងរដ្ឋការក្នុងស្រុកដោយក្នុងករណី Bernabo នៃមីឡង់កាលណាមាននរណាម្នាក់ធ្វើអ្វីបានខុសពីប្រក្រតីទុកជាល្អឬអាក្រក់ក្តីក្នុងជីវិតធម្មតាសម្ដេចត្រូវរកវិធីឲ្យរង្វាន់ឬដាក់ទណ្ឌកម្មយ៉ាងណាដែលគេនឹងនិយាយមិនឈប់ហើយសំខាន់បំផុតសម្ដេចត្រូវប្រឹងធ្វើគ្រប់សកម្មភាពដើម្បីឲ្យបានល្បីថាជាសកម្មភាពខ្ពង់ខ្ពស់និងវិសេសវិសាលសម្ដេចអាចធ្វើឲ្យគេកាន់តែគោរពសរសើរថែមទៀតកាលណាបើទ្រង់ជាមិត្តឬជាសត្រូវមែនទែនគឺថាទ្រង់ប្រកាសឲ្យដាច់ណាត់ថាគាំទ្រអ្នកណាមួយឬប្រឆាំងអ្នកណាមួយទៀតវិធីនេះមានភាពប្រសើរជានិច្ចជាងការស្ថិតនៅជាអព្យាក្រឹតព្រោះថាបើប្រទេសពីរជិតខាងគ្នាធ្វើសង្គ្រាមបើទ្រង់នៅជាអព្យាក្រឹតទ្រង់នឹងត្រូវខ្លាចប្រទេសដែលឈ្នះសង្គ្រាមឬក៏មិនខ្លាចយ៉ាងណាក៏ដោយជាការល្អចំពោះទ្រង់បើទ្រង់ប្រកាសយ៉ាងចេញមុខហើយចូលធ្វើសង្គ្រាមព្រោះថាក្នុងករណីទី1បើទ្រង់មិនប្រកាសចេញមុខទ្រង់នឹងនៅជាអាហាររបស់ប្រទេសដែលឈ្នះសង្គ្រាមហើយប្រទេសដែលចាញ់សង្គ្រាមនឹងសើចចំអកឲ្យទ្រង់ផងហើយទ្រង់នឹងគ្មានអ្វីការពារទ្រង់ហើយថែមទាំងគ្មាននរណាទទួលស្វាគមន៍ទ្រង់ទៀតផងព្រោះថាប្រទេសដែលឈ្នះមិនចង់បានប្រទេសណាដែលគេសង្ស័យហើយដែលមិនបានជួយគេពេលគ្រាក្រមកធ្វើជាមិត្តនោះទេចំណែកឯប្រទេសដែលចាញ់គេមិនរាប់អានទ្រង់ទេព្រោះទ្រង់មិនបានធ្វើសង្គ្រាមជួយគេនោះពួកអេតូលៀងបញ្ជូន Antiochus ទៅប្រទេសក្រិកដើម្បីបណ្ដេញពួករ៉ូម៉ាំងចេញ Antiochus ឲ្យប្រតិភូទៅជួបពួកអាថែនដែលជាមិត្តរបស់ពួករ៉ូម៉ាំងសុំគេឲ្យនៅជាអព្យាក្រឹតយ៉ាងទៀតពួករ៉ូម៉ាំងក៏បានបញ្ចុះបញ្ចូលពួកអាថែននេះឲ្យចូលជួយច្បាំងគេដែរម្ល៉េះហើយពួកអាថែនក៏ត្រូវយករឿងនេះឡើងទៅឲ្យក្រុមប្រឹក្សារបស់ខ្លួនសម្រេចអគ្គរដ្ឋទូតរបស់ Antiochus ខំបញ្យល់បញ្ចុះបញ្ចូលពួកអាថែនឲ្យនៅជាអព្យាក្រឹតអគ្គរដ្ឋទូតរបស់ពួករ៉ូម៉ាំងឆ្លើយថា
ជាការពិតណាស់ដែលភាគីខាងនោះបាននិយាយបញ្យល់អ្នកអំពីភាពប្រសើរបំផុតនិងមានប្រយោជន៍បំផុតសម្រាប់ប្រទេសអ្នកកុំឲ្យចូលជ្រៀតជ្រែកក្នុងរឿងសង្គ្រាមនេះបើសិនជាអ្នកមិនចូលខាងណាទេអ្នកនឹងខានបានទទួលប្រយោជន៍ឬកិត្តិនាមអ្វីដែលជារង្វាន់របស់អ្នកឈ្នះនោះហើយគេតែងតែកត់សម្គាល់ឃើញថាអ្នកដែលមិនមែនមិត្តរបស់អ្នកឯងចង់តែឲ្យអ្នកឯងស្ថិតនៅជាអព្យាក្រឹតហើយអ្នកដែលជាមិត្តរបស់អ្នកឯងត្រូវការឲ្យអ្នកឯងប្រកាសចូលធ្វើសង្គ្រាមជាមួយនឹងគេសម្ដេចដែលមិនចូលខាងណាឲ្យច្បាស់ដើម្បីជៀសវាងគ្រោះថ្នាក់នៅនឹងមុខតែងតែយកច្រកអព្យាក្រឹតហើយភាគច្រើនតែទទួលទុក្ខវិនាសដោយសារតែអព្យាក្រឹតភាពនោះប៉ុន្តែបើសម្ដេចប្រកាសយ៉ាងដាច់ខាតថាចូលខាងណាមួយបើខាងនោះបានឈ្នះហើយពិតមែនតែខាងនោះមានកម្លាំងខ្លាំងពូកែហើយអាចលេបទ្រង់បានយ៉ាងណាក៏ដោយក៏ខាងដែលឈ្នះនោះដឹងគុណត្រង់ហើយចំណងមិត្តភាពក៏បានរឹតរួចជាស្រេចហើយផងព្រោះថាមនុស្សមិនដែលអ្នកណាគ្មានសេចក្តីទៀងត្រង់រហូតដល់ទៅជិះចន្ទត្រង់ដោយក្តីអកតញ្ញូយ៉ាងចំហម្លេះកើតទេម្យ៉ាងវិញទៀតជ័យជំនះមិនដែលផ្ដល់ភាពសម្បូររហូតដល់អ្នកឈ្នះមិនមានការអៀនខ្លួននោះទេជាពិសេសក្នុងផ្នែកយុត្តិធម៌ប៉ុន្តែបើប្រទេសដែលសម្ដេចគាំទ្របែរជាចាញ់សង្គ្រាមទៅវិញសម្ដេចនឹងបានប្រទេសនេះជួយធ្វើរបាំងឲ្យត្រង់ហើយគេនឹងជួយត្រង់ក្នុងករណីណាដែលគេជួយបានត្រង់នឹងគេទៅជាមិត្តភក្តិក្នុងវាសនាមួយដែលអាចងើបឡើងវិញក្នុងករណីដែលមានសង្គ្រាមរវាងប្រទេសជិតខាងទាំងពីរហើយសម្ដេចគ្មានអ្វីដែលត្រូវខ្លាចពីប្រទេសដែលឈ្នះជាការប្រយ័ត្នប្រយែងសម្ដេចគួរកាន់ជើងប្រទេសណាមួយដែរព្រោះថាសម្ដេចអាចបណ្ដាលឲ្យប្រទេសមួយវិនាសតាមរយៈប្រទេសមួយទៀតបានបើប្រទេសនេះឆ្លាតប្រទេសនេះគួររក្សាប្រទេសមួយនោះទុកបើប្រទេសនេះឈ្លានពានវាសនាប្រទេសនេះនឹងស្ថិតក្នុងកណ្ដាប់ដៃរបស់សម្ដេចមិនខានចំពោះសភាពការនេះប្រទេសនេះត្រូវដឹងថាខ្លួនមិនត្រូវឈ្លានពានដោយពឹងលើជំនួយពីសម្ដេចទេមកដល់ទីនេះគេគួរកត់សម្គាល់ថាសម្ដេចមិនត្រូវចូលដៃជាមួយអ្នកណាដែលខ្លាំងពូកែជាងទ្រង់ទេដើម្បីផ្ចាញ់ម្នាក់ទៀតលើកលែងតែជាការចាំបាច់ដោយបានអធិប្បាយពីមុនរួចហើយព្រោះថាបើអ្នកនោះឈ្នះទ្រង់នឹងស្ថិតនៅក្នុងកណ្ដាប់ដៃអ្នកនោះហើយសម្ដេចត្រូវធ្វើដូចម្ដេចជៀសវាងកុំឲ្យនៅក្នុងអានុភាពរបស់អ្នកដទៃពួក Venetian ចូលដៃជាមួយបារាំងប្រឆាំងតទល់នឹង Duke នៃមីឡង់ពិតមែនតែគេអាចជៀសវាងសម្ព័ន្ធនេះបានរួចមកសេចក្តីវិនាសមានដល់ពួក Venetian ខ្លួនឯងតែម្ដងប៉ុន្តែកាលណាគេជៀសវាងពុំបានដោយក្នុងករណីពួក Florentine ក្នុងពេលដែលព្រះសង្ឃរាជនិងប្រទេសអេស្ប៉ាញនាំទ័ពទៅវាយតំបន់ Lombardy សម្ដេចគួរតែចូលនឹងគេដោយហេតុដែលបានអធិប្បាយខាងលើស្រាប់សូមកុំឲ្យរដ្ឋណាជឿថាខ្លួនតែងតែអាចអនុវត្តនយោបាយដែលឥតគ្រោះថ្នាក់តែត្រូវរដ្ឋនោះគិតថាអ្វីតែងតែស្ថិតនៅក្នុងការសង្ស័យជានិច្ចនេះគឺជាការធម្មតាដែលថាយើងមិនចង់ជៀសគេចពីការលំបាកមួយដោយគ្មានជួបប្រទះនៅការលំបាកមួយទៀតនោះទេប៉ុន្តែសេចក្តីប្រយ័ត្នប្រយែងគឺថាយើងអាចស្គាល់នៅធម្មជាតិរបស់ការលំបាកហើយអាចរើសយកមាគ៌ាណាមួយដែលអាចផ្ដល់មកនៅការខូចខាតតិចបំផុតសម្ដេចត្រូវបង្ហាញឲ្យគេឃើញថាទ្រង់ជាអ្នកស្រឡាញ់កិត្តិយសចូលចិត្តអ្នកមានសមត្ថភាពម្យ៉ាងទៀតសម្ដេចត្រូវលើកទឹកចិត្តបណ្ដាជនឲ្យបំពេញអាជីវកម្មរបស់ខ្លួនយ៉ាងស្ងប់ស្ងាត់ទោះជាក្នុងផ្នែកពាណិជ្ជកម្មឬក៏ក្នុងផ្នែកកសិកម្មឬក៏ក្នុងផ្នែកជំនួញជួញប្រែផ្សេងទៀតហើយកុំឲ្យអ្នកណាមួយមិនខំរកស៊ីដោយខ្លាចក្រែងគេរឹបអូសយកទ្រព្យសម្បត្តិពីខ្លួនហើយកុំឲ្យអ្នកណាមួយមិនហ៊ានចាប់ផ្ដើមបើកទ្វារជំនួញដោយខ្លាចបង់ពន្ធដារប៉ុន្តែសម្ដេចត្រូវប្រទានរង្វាន់ដល់អ្នកណាដែលបំពេញសកម្មភាពទាំងនេះនិងដល់អ្នកណាដែលធ្វើឲ្យទីក្រុងនិងរដ្ឋរបស់ខ្លួនបានចម្រើនបន្ទាប់ពីនេះសម្ដេចត្រូវធ្វើឲ្យបណ្ដាជនរវល់ជាមួយបុណ្យទាននិងការសម្ដែងសិល្បៈទៅតាមរដូវនីមួយដែលមកពីថាទីក្រុងនីមួយត្រូវចែកជារបរឬជាវណ្ណៈសម្ដេចគួរតែចាប់អារម្មណ៍ចំពោះគ្រប់តែក្រុមទាំងអស់
ដើរលាយឡំជាមួយគេម្ដងម្កាលហើយបង្ហាញនៅឧទាហរណ៍ខាងមនុស្សធម៌និងសប្បុរសធម៌ប៉ុន្តែរក្សានៅកិត្តិយសដ៏ថ្លៃថ្នូររបស់ទ្រង់ដែលមិនត្រូវឲ្យអាប់អោនដោយសារ